គិតចាប់ពីថ្ងៃដែលផ្ទុះការបាញ់ប្រហារមកលើទាហានខ្មែរនៅតំបន់មុំ3គឺខ្ញុំសង្កេតឃើញថានៅក្នុងបណ្ដាញសង្គម Facebook គឺមានបងប្អូនប្រជាពលរដ្ឋខ្មែរយើងច្រើនមែនទែនដែលប្រកួតជួយឧបត្ថម្ភឬក៏ជួយជាគ្រឿងបរិភោគសម្ភារៈប្រើប្រាស់ឬក៏របស់របរផ្សេងជួយដល់កងកម្លាំងរបស់យើងនៅខាងជួរមុខគឺខ្ញុំសូមអរគុណដល់បងប្អូនមែនទែនដែលបងប្អូនចេះជួយគ្នាក្នុងគ្រាលំបាកគឺជួយគ្នាក្នុងពេលដែលប្រទេសជាតិត្រូវការបងប្អូនដើម្បីពួតដៃគ្នាជួយគ្នាសូម្បីតែខាងខ្ញុំក៏ទទួលបានអំណោយឬក៏ទឹកចិត្តពីសប្បុរសជនមិនថាតិចក្តីច្រើនក្តីជារបស់របរប្រើប្រាស់របស់របរហូបចុកជាលុយកាក់អានឹងសិតតិចតួចក្តីច្រើនក្តីក៏អានឹងជាទឹកចិត្តរបស់បងប្អូនទាំងអស់គ្នាដែរអញ្ចឹងខ្ញុំមានតែពាក្យថាអរគុណដល់បងប្អូនទាំងអស់គ្នាដែលចូលរួមចំណាយថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់បងកងទ័ពនៅតាមបន្ទាត់ព្រំដែនដែលឈរជើងការពារដែនដីប្រទេសកម្ពុជាយើងអញ្ចឹងនេះជាទង្វើមួយដែលល្អទោះបីជាមានអ្នកខ្លះរិះគន់បងប្អូនថាបងប្អូនជួយយកមុខបងប្អូនជួយដើម្បីតែថតវីដេអូក៏ខ្ញុំអត់ថាបងប្អូនខុសទេគឺទង្វើនេះទោះបីជាក្នុងចេតនាណាក៏ដោយក៏បងប្អូនបានមកជួយដល់បងនៅជួរមុខព្រោះភាគច្រើនពួកខ្ញុំជាអ្នកនៅជួរមុខដែរហើយខ្ញុំកន្លែងខ្ញុំក៏ទទួលបានអំណោយពីសប្បុរសជនដែរអញ្ចឹងខ្ញុំដឹងច្បាស់ថាអ្នកទាហានជួរមុខគឺពួកគាត់គឺខ្វះខាតមែនទែនទាំងសម្ភារៈប្រើប្រាស់ក៏ដូចជាការហូបចុកអីអត់ដូចអ្នកនៅទាហាននៅទីក្រុងទេព្រោះបើយើងពេលខ្លះមានលុយក៏កន្លែងយើងអត់មានកន្លែងអីដែលត្រូវទិញបានស្រួលទេអញ្ចឹងហើយគឺវាដាច់ស្រយាលខ្លាំងអញ្ចឹងហើយពួកគាត់មកជួយនឹងជាការល្អមែនទែនទោះបីជាអ្នកខ្លះមានការរិះគន់ថាជួយតែកន្លែងខ្លះឬក៏ជួយយកមុខជួយថតវីដេអូដើម្បីបាន view ក៏ខ្ញុំអត់ថាអ្នកជួយខុសដែរអ្នកថាគឺចាំតែថាគឺមិនដែលឃើញជួយចំណែកពួកគាត់ជាអ្នកជួយគឺពួកយើងគឺអរគុណបងប្អូនជាចុងក្រោយគឺខ្ញុំអត់មានអីទេមានតែពាក្យថាអរគុណហើយជូនពរដល់បងប្អូនទាំងអស់ដែលជួយទំនុកបំរុងជាសម្ភារៈក៏ដូចជាលុយកាក់ដល់កងទ័ពជួរមុខគឺសូមឲ្យគាត់ទទួលបាននៅសុខភាពល្អគឺជួញដូរមុខរបរអីគឺទទួលបានភាពកាក់កបក៏ដូចជាសុខភាពល្អគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនជួបគ្នាវីដេអូក្រោយ